ចាចូលប្រឡងក៏ទុកទូរស័ព្ទនៅក្នុងកែបម៉ូតូហើយចេញមកវិញគឺបាត់អស់ជាង30គ្រឿងក្រុមនិស្សិតពេទ្យជាង30នាក់គឺបានធ្វើការតវ៉ាបន្ទាប់ពីពួកគេចូលប្រឡងយកក្របខ័ណ្ឌពេទ្យរដ្ឋត្រូវសន្តិសុខហាមមិនឲ្យយកទូរស័ព្ទចូលហើយចាចូលទៅក្នុងបន្ទប់ហើយពួកគេក៏បានយកទូរស័ព្ទទុកនៅក្នុងកែបម៉ូតូចេញមកវិញបាត់ទូរស័ព្ទអស់ជាង30គ្រឿងហើយដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 4:30 នាទីល្ងាចថ្ងៃទី25ខែកក្កដានៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញនិស្សិតពេទ្យស្រីម្នាក់គឺមានឈ្មោះថាសៀងស្រីនីអាយុ22ឆ្នាំមកពីសាកលវិទ្យាល័យចេនឡាប្រឡងផ្នែកបច្ចេកទេសមន្ទីរពិសោធន៍តំណាងឲ្យក្រុមនិស្សិតទាំងអស់គឺបានសម្ដែងការមិនសប្បាយចិត្តនឹងខាងសាលាក៏ដូចជាខាងសន្តិសុខនិងក្រុមទទួលខុសត្រូវខាងផ្នែក PC ដែលគ្មានភាពទទួលខុសត្រូវបង្កឲ្យមានអសន្តិសុខនៅក្នុងសាលាហើយបានលើកឡើងថានៅថ្ងៃកើតហេតុនេះជាថ្ងៃដែលនិស្សិតពេទ្យទូទាំងប្រទេសប្រឡងយកក្របខ័ណ្ឌពេទ្យរដ្ឋលើមុខជំនាញចំនួន2ទី1នោះគឺផ្នែកបច្ចេកទេសមន្ទីរពិសោធន៍និងឆ្មបដែលមាននិស្សិតមកពីគ្រប់សាកលវិទ្យាល័យទូទាំងប្រទេសចូលរួមប្រឡងសរុបទាំងអស់គឺជាង 2000 នាក់កម្មវិធីប្រឡងចាប់ផ្ដើមពីម៉ោង 2 រសៀលបញ្ចប់នៅម៉ោង 4 ល្ងាចហើយមុនពេលពួកគាត់ចូលប្រឡងក៏ត្រូវខាងក្រុមសន្តិសុខក៏ដូចជាខាងសាលាក៏បានហាមឃាត់មិនឲ្យពួកគាត់យកកាបូបនិងទូរស័ព្ទចូលក្នុងបន្ទប់ជាដាច់ខាតហើយពេលនោះពួកគាត់គឺមិនដឹងថាយកទៅទុកនៅកន្លែងណាក៏យកទូរស័ព្ទទៅទុកនៅក្នុងកែបម៉ូតូហើយកាបូបស្ពាយដាក់នៅលើម៉ូតូដោយពួកគាត់នឹកឃើញថានៅទីនោះគឺមានសុវត្ថិភាពព្រោះមានក្រុមសន្តិសុខនិងក្រុម PC ម៉ូតូនៅទីនោះមើលការខុសត្រូវនិងការពីសុវត្ថិភាពនៅរបស់ពួកគាត់ហើយបន្ទាប់ពីទុកសម្ភារៈផ្ទាល់ខ្លួនរួចរាល់អស់ហើយគឺពួកគាត់ផ្ទះវិញក៏ស្រាប់តែមានរឿងភ្ញាក់ផ្អើលដោយកាបូបស្ពាយរបស់ពួកគាត់ហ្នឹងគឺមានគេរើកកាយយកលុយអស់ហើយទូរស័ព្ទ smartphone របស់ពួកគាត់ដែលទុកនៅក្នុងកែបម៉ូតូក៏ស្រាប់តែបាត់អស់គ្រប់គ្នាសរុបជាង30គ្រឿងហើយភ្លាមនោះគឺពួកគាត់គឺបានទៅសួរខាងក្រុមសន្តិសុខនិងអ្នកកឹបសម្បត្តិម៉ូតូនៅទីនោះតែត្រូវបានក្រុមអ្នកទាំងអស់នោះគឺឆ្លើយបដិសេធមិនទទួលខុសត្រូវហើយពួកគាត់ក៏បាននាំគ្នាទៅសួរខាងតំណាងសាកលវិទ្យាល័យតែគ្មានដំណោះស្រាយថែមទាំងតំណាងនោះគឺបាននិយាយពាក្យមិនសមរម្យថាសមមុខអ្នកទាំងអស់គ្នាហើយដែលបាត់ទូរស័ព្ទគ្រប់គ្នានោះដោយគ្មានដំណោះស្រាយអ្នកខ្លះក៏ត្រឡប់ទៅផ្ទះវិញហើយអ្នកខ្លះក៏នៅតវ៉ានៅទីនោះចូលប្រឡងអស់ហើយនៅសល់តែពួកគាត់និងក្រុមសន្តិសុខតែប៉ុណ្ណោះដែលយាមនៅទីនោះតែនោះហើយគឺឲ្យទ្វាររបងត្រូវបិទចិត្តមិនឲ្យនរណាចេញចូលទេតែពួកគាត់សុំមិនទទួលខុសត្រូវលើករណីទាំងអស់នេះបាទលោកអ្នកឥឡូវនេះបើសិនជាប្រិយមិត្តបានតាមដាននិងស្ដាប់ខ្លឹមសារសាច់រឿងដែលភាគីម្ខាងចោតប្រកាន់គ្នាហើយអ្នកដែលទទួលខុសត្រូវនៃការផ្ញើកង់និងសន្តិសុខការពារនៅក្នុងសាកលវិទ្យាល័យហ្នឹងនិងពាក្យពេចន៍របស់ខាងសាកលវិទ្យាល័យគាត់ប្រើពាក្យមិនសមរម្យជាមួយនឹងក្មួយដែលទៅប្រឡងនេះលោកអ្នកអាចវិនិច្ឆ័យដោយគិតខ្លួនឯងបានហើយបាទហើយនៅពេលប្រឡងលោកអ្នកហ្នឹងហើយក្រៅពីសិស្សដែលទៅផ្ញើម៉ូតូហើយញ៉ាចាទី2មានសន្តិសុខមួយជាន់តែយកទូរស័ព្ទដាក់នៅក្រោមកែបមានណាមានក្រៅពីសន្តិសុខមានក្រៅពីអ្នកផ្ញើនោះអ្នកមើលប៉ុន្តែមិនមែនថាអ្នកខ្ញុំមកចោទថាអ្នកនោះអ្នកលួចទេប៉ុន្តែសូមឲ្យខាងប៉ូលីសអង្កេតឡើងវិញទៅជាមួយនឹងក្មួយដែលបានប្តឹងនេះហើយក៏លោកគ្រូនាយកប្រឡងនោះក៏មិនគួរប្រើពាក្យសម្ដីមិនសមរម្យជាមួយនឹងក្មួយដែលសមមុខឲ្យបានបាត់អញ្ចឹងវាមិនគួរប្រើអញ្ចឹងចាបាទមានតែសម្លាមានតែថាគួរឲ្យសោកស្ដាយក្មួយហើយមិនក៏ទៅជាអញ្ចឹងឥឡូវគ្នាវាអត់ហ៊ានយកចូលទៅក្នុងថ្នាក់ព្រោះដោយសារវិន័យតឹងក្នុងការប្រឡងមិនឲ្យយកទូរស័ព្ទចូលគ្នាមិនត្រូវទុកអញ្ចឹងហើយចុះបើទុកអញ្ចឹងហើយចុះមានសន្តិសុខនៅខាងក្រៅហើយនេះមានអ្នកទទួលបញ្ញាទៅហើយនេះគ្នាទៅអស់លុយផ្ញើអញ្ចឹងអត់ទេសមត្ថកិច្ចនៅប៉ុស្ណាមិញស្រះចកខាងនោះស្រះចកបាទស្រះចកដែលខាងក្មួយនិស្សិតទៅបានប្តឹងហើយស៊ើបអង្កេតឡើងវិញហៅសន្តិសុខនឹងទៅសួរហៅអ្នកផ្ញើនឹងទៅសួរមិនមែនចោលទេបាទហើយអត់ទាន់អាចដោះស្រាយបានឥឡូវមានអ្នកណាចូលមកខ្លះទៅអញ្ចឹងមកបាទពីព្រោះថាវាមិនអាចចោទទៅលើគេទាំងស្រុងទេប៉ុន្តែគាត់ថាសុំឲ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតឡើងវិញបាទចំពោះការបាត់នេះបាទជួនកាលសិស្សវិច្រើនខ្លាចថាអាចសិស្សគ្នាឯងនឹងមកចេញមកមុនយកមកកោះយកក៏ថាបានអានេះជាការសង្ស័យទេបាទប៉ុន្តែយ៉ាងណាក៏ដោយ
សន្តិសុខដែលនៅទីនោះនិងអ្នកផ្ញើម៉ូតូនៅទីនោះអ្នកឯងទៅតែបកស្រាយឲ្យច្បាស់ជាមួយនឹងបានមកទូរស័ព្ទ30ជាងហ៎ចា30គ្រឿងចាហើយកបោបដែលដាក់នៅម៉ូតូខ្ញុំអត់ជឿថាមានលុយទេបាទខ្ញុំជឿថាក្មួយមួយទុកម៉ូតូទុកបើថាទុកក៏ទុកតិចដែរវាមិនអាចទុកលុយទាំងដុំនៅកបោបដាក់ម៉ូតូទេខ្ញុំអត់ជឿចាបាទអាហ្នឹងកុំចេះនិយាយតែបើថាទូរស័ព្ទដាក់ក្រោមកែបខ្លួនឯងខ្ញុំជឿតែមិនព្រមហេតុអីទៅដាក់ក្រោមកែបមិនព្រមអូគេអត់ឲ្យយកកបោបចូលចាកបោបដាក់លើម៉ូតូទាំងអស់តែហើយកបោបគេអត់ឲ្យយកចូលចាហើយតែឲ្យយកកបោបដាក់ហ្នឹងហើយដាក់ក្នុងកប៉ៅទូរស័ព្ទគេអត់ឲ្យយកចាអត់ឲ្យយកចូលទេទោះបីបិទក៏ដោយក៏គេអត់ឲ្យដែរចាហើយកបោបគាត់អត់ឲ្យអញ្ចឹងលុយដាក់ក្នុងកប៉ៅបានចាអញ្ចឹងឥឡូវនេះសូមឲ្យខាងប៉ុស្តិ៍សះចកលោកមេតាស៊ើបអង្កេតឲ្យហៅខាងក្រមសន្តិសុខនោះទៅសាកសួរម្ដងទៀតដើម្បីកុំឲ្យរឿងហ្នឹងវាคล้ายទៅជារឿងអ្នកទទួលបញ្ញាគេបែរជាធ្វើជាចោលទម្លាប់អាក្រក់បែបហ្នឹងបាទប្រឡងមកធ្លាប់មានហើយគ្នាខំផ្ញើបែរតែទីបំផុតបាត់អត់ទទួលស្គាល់ទៅផ្ញើរងាប់អីបើបាត់អត់ទទួលស្គាល់ដែរអញ្ចឹងខ្ញុំក៏អាចទៅរកស៊ីអារបៀបផ្ញើម៉ូតូផ្ញើឡានបានដែរមកបាត់អត់ទទួលស្គាល់ប៉ុណ្ណឹងចាទទួលឡានគេម៉ូតូគេផ្ញើដោយឲ្យដាក់ខាងបាត់បង់មិនទទួលស្គាល់អញ្ចឹងបើថាដាក់អត់ទទួលស្គាល់ប៉ុណ្ណឹងចាអញ្ចឹងលោកអ្នកបើសិនជាមានកន្លែងរកស៊ីអារបៀបផ្ញើម៉ូតូផ្ញើឡានមានអាសរសេរបែបហ្នឹងខាងអាជ្ញាធរមិនបាច់ឲ្យគាត់ទៅរកស៊ីរបស់រកស៊ីផ្ញើម៉ូតូផ្ញើកង់ផ្ញើឡានទេចុះបើផ្ញើអត់ទទួលស្គាល់ដែរគេផ្ញើបើស៊ីនឹងគាត់ទទួលផ្ញើធ្វើអីបើរបៀបផ្ញើអញ្ចឹងអាហ្នឹងបើមានអញ្ចឹងកុំអាហ្នឹងទៅអាជ្ញាធរនៅមូលដ្ឋានត្រូវគិតត្រូវមើលបើសិនឃើញអញ្ចឹងបាត់បង់មិនទទួលខុសត្រូវតែទទួលយកលុយគេសមហ៎សមហេតុផលដែរបើយើងធ្វើបែបនេះរស់ស៊ីអញ្ចឹងអ្នកណាក៏គេចេះរស់ស៊ីដែរគេដាក់កន្លែងផ្ញើម៉ូតូផ្ញើកង់មកបាត់បង់មិនទទួលខុសត្រូវយកអាម៉ូតូណាថ្មីមួយថ្ងៃហ្នឹងយកម៉ូតូ2 3អាហ្នឹងបរស៊ីបាត់ហ៎ចាមានអីបាក់បើដល់ពេលគេប្តឹងលោកឯងអត់មើលជាងនោះគឺគេបាត់អីនោះបាត់បង់មិនទទួលខុសត្រូវស្អីអានោះច្បាប់យោនេះអាបាត់បែបនោះមិនច្បាប់ទេណាគំនិតខ្លួនឯងទេណាបាទគំនិតខ្លួនឯងគិតដើម្បីចង់យករបស់គេទេដាក់អញ្ចឹងលើកលែងតែយើងទៅហូបកាទៀវហូបកាខ្វេអីអាហ្នឹងយើងទៅដាក់ចោលអីគេដាក់បាត់បង់មិនទទួលខុសត្រូវអាហ្នឹងវាត្រូវហើយចាផ្ទះគេដែលកាខ្វេនោះវាអត់មានអ្នកណាមើលអញ្ចឹងណាត្រូវថែសារខ្លួនឯងអញ្ចឹងទៅបាទទៅតែនជនឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបន្តិចទៀតវិលមកជួបគ្នាបន្ត